តែដៃកូនតែដៃជីយោកម្ពុជាអាចារ្យទាំងអស់គ្នាសុខសន្តិភាពប្រទេសកម្ពុជាសូមកូនបានស្ដាប់ឪពុកម្ដាយស្ដាប់គ្រូបរៀនកូននឹងខ្លាចទៅជាមហាសេដ្ឋីខ្លាចទៅជាគ្រូពេទ្យខ្លាចជាគ្រូបង្រៀនមែនអត់តែដៃមួយអរគុណច្រើន